សួស្តីអ្នកនរគ្នាជួយជាមួយខ្ញុំគ្រីនៅក្នុងវីដេអូថ្មីរបស់ TN ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងការប្រៀបធៀបឯកសារ PDF ដែលយើងធ្វើនៅលើកម្មវិធី PDF24 PDF24 អនុញ្ញាតឲ្យយើងធ្វើការ compare ឬក៏ប្រៀបធៀបឯកសារ PDF ពីរផ្សេងគ្នាដែលយើងអត់ត្រូវការ subscribe copy កម្មវិធី Adobe PDF ដែលយើងត្រូវការ subscribe ទើបយើងអាចប្រើប្រាស់មុខងារប្រៀបធៀបឯកសារ PDF បានសម្រាប់ Cat B យើងចូលទៅកាន់ PDF 24 Toolbox តែម្ដងចំពោះការប្រៀបធៀបឯកសារ PDF នៅលើកម្មវិធី PDF24 នេះអ្នកនរគ្នាអាច download កម្មវិធី PDF24 ពីគេហទំព័ររបស់ PDF24 ក៏បានអ្នកនរគ្នាក៏អាចប្រើប្រាស់គេហទំព័រឬក៏ platform PDF24 នោះនៅលើគេហទំព័រលើ website online បានដែរអញ្ចឹងក្នុងករណីអ្នកនរគ្នាប្រើប្រាស់កុំព្យូទ័រស្ថាប័នដែលយើងអាច install កម្មវិធីណាមួយបានយើងអាចប្រើប្រាស់នៅលើ web browser នៅលើ platform digital platform ណាហើយបើសិនជាអ្នកគ្នាpersonal កុំព្យូទ័រយើងអាច download install វាដាក់នៅក្នុងកម្មវិធីកុំព្យូទ័រយើងតែម្ដងក៏ងាយស្រួលដែរយើងអត់ចាំបាច់ទៅដំឡើងវា online បើសិនមកអ្នកគ្នាដំឡើងនៅលើកម្មវិធីកុំព្យូទ័របែបនេះវាងាយស្រួលទីមួយយើងអត់ចាំបាច់ត្រូវបើក online ទេដើម្បីយើងអាចចូលទៅប្រើប្រាស់មុខងារណាមួយវាបានហើយមួយទៀតវាក៏សុវត្ថិភាពក្នុងការរក្សាទុកឯកសាររបស់យើងនៅលើកុំព្យូទ័រដែរមានន័យថាយើងអត់ចាំបាច់upload ឬក៏បង្ហោះវាចូលទៅកាន់អ៊ីនធឺណិតនៅពេលដែលយើងប្រើប្រាស់ប្រៀបធៀបឬក៏ compare PDF នោះទេឬក៏មានមុខងារផ្សេងទៀតដែលយើងអាចធ្វើបាននេះគឺយើងអត់ចាំបាច់ត្រូវមានអ៊ីនធឺណិតទេអូខេអញ្ចឹងកុំឲ្យខាត់ពេលនៅក្នុង Toolbox នេះទៅពេលអ្នកគ្នាបើកអញ្ចឹងវាអាចខុសគ្នាបន្តិចនៅលើ screen របស់web browser ណាអញ្ចឹងអ្នកគ្នាក៏ចូលទៅរកពាក្យ compare PDF ជាមួយគ្នានឹងអ្នកគ្នាក៏ search នេះបានដែរឥឡូវនេះខ្ញុំ search រកពាក្យ compare តែម្ដងដូច្នេះនៅពេលដែលតែ com ប៉ុណ្ណឹងអ្នកគ្នាឃើញមាន compress ហើយមាន compare នៅទីនេះអញ្ចឹង click compare នៅទីនេះបន្តមកទៀតអ្នកគ្នាឃើញមាន interface មួយដែលអនុញ្ញាតឲ្យអ្នកគ្នា upload file មាន first file ហើយនិង second file ឥឡូវខ្ញុំ click upload first file ខ្ញុំយកលេខ1ហើយកន្លែងនេះយកលេខ2បន្តមកទៀតចុច compare ចំពោះការ compare PDF file នៅលើ PDF24 នេះយើងអត់សូវមានជម្រើសច្រើនឬក៏លក្ខណៈពិសេសច្រើនទេបើយើងប្រៀបធៀបជាមួយនឹងការប្រៀបធៀបឯកសារ Word នៅលើកម្មវិធី Microsoft Word ឬក៏ការប្រៀបធៀបឯកសារ PDF នៅលើកម្មវិធី Adobe Acrobat Reader ឬក៏ DC Pro នឹងដោយសារតែធម្មតាតែគ្នាដឹងអីតែវា Premium មុខងារវាតែកណ្ដាលពិសេសវាក៏ច្រើនដែរដែលបើយើងនិយាយពី PDF24 នេះវិញគឺយើងបានតែការប្រៀបធៀបទៅលើ Text ទេអញ្ចឹងកន្លែងនេះតើគ្នាឃើញយើងអត់មាន select mode ផ្សេងបានក្រៅពី texture ទេអញ្ចឹងឥឡូវនេះយើងមានមុខងារតែប៉ុណ្្នឹងទេអញ្ចឹងយើង click compare មកចុចយើងចាំវាបន្តិចវានឹងចេញបែបនេះនេះគឺជា instruction អញ្ចឹងពណ៌ខ្មៅមានន័យថាព័ត៌មានដដែល text ដដែលពណ៌បៃតងមានន័យថា text ដែលបន្ថែមខុសពីtext ដើមហើយកន្លែងពណ៌ក្រហមនេះមានន័យថា text ដើមដែលបានលុបទៅអញ្ចឹងសម្រាប់ខ្ញុំការប្រៀបធៀបឯកសារ PDF ជាមួយនឹង PDF24 នេះក្នុងករណីដែលខ្ញុំចង់មើលថាតើវាមានលក្ខណៈខុសគ្នាអីខ្លះរវាងឯកសារពីរ version ហ្នឹងរវាង version 1ឬក៏ version 2ឬក៏ version ណាមួយយើងប្រៀបធៀបនឹងឯកសារទាំងពីរហ្នឹងតើវាខុសគ្នាដូចខ្លះបើយើងទៅប្រៀបធៀបលើ Adobe Acrobat Reader ឬក៏ DC Pro ហ្នឹងយើងឃើញមាន report មាន detail select ទៅវា link flow ទៅ paragraph ឆ្លងទៅឯកសារមួយទៅមួយណាអញ្ចឹងវាល្អប៉ុន្តែនៅក្នុងនេះខ្ញុំគិតថាអាចមើលយល់យើងមើលប៉ុណ្្នឹងទៅហើយយើងក៏អាច print បានដែរនៅកន្លែងនេះយើងអត់ឃើញមានកន្លែង download ទេសិនបើអ្នកនរគ្នាចង់ print result ហ្នឹងយើងត្រូវចុច Control P នៅលើ interface នៅលើ screen ហ្នឹងតែម្ដងអញ្ចឹងចុច Control P មកហើយបន្តមកទៀតតើគ្នាឃើញនៅនេះវាជាប់បែបនេះអញ្ចឹងយើងតមកទៀតយើង save វាយើង select printer ក៏បានយើង save វាជា PDF 24 save វាជា PDF ណាឬក៏ save as PDF ខាងលើនេះក៏បានដែរឬក៏តើគ្នាអាច save ជាមួយនឹង Microsoft ឬក៏មាន Adobe PDF ច្រើនទៀតអញ្ចឹងយើងអាច save វាជា PDF បានហើយចុច print មកគឺយើងអាច save PDF បានដែរអូខេអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់ខ្ញុំបើសិនជាយើងមានបាក់ចិត្តក្នុងការ subscribe ជាមួយនឹង Adobe Acrobat Reader ហើយយើងប្រើការ
compare PDF ម្ដងមកការយើងគ្រាន់ចង់ដឹងកន្លែងដែលវាhighlight រំលេចកន្លែងណាដែលខុសកន្លែងណាដែលលុបកន្លែងណាថែមខ្ញុំគិតថា PDF 24អាចជួយបានសម្រួលតាមការងារកម្រិតប៉ុណ្ណឹងបើតែបងប្អូនត្រូវការមុខងារពិសេសចាំបាច់ផ្សេងទៀតដូចដែលបង្ហាញនៅក្នុងកម្មវិធី Adobe Acrobat Reader ឬក៏ DC Pro ហ្នឹងខ្ញុំគិតថាបងប្អូនអាច Subscribe បានតែតម្លៃវាប្រហែលជា$20ក្នុងមួយខែប៉ុណ្ណឹងវីដេអូរបស់យើងបានមកដល់ទីបញ្ចប់ហើយអរគុណដល់អ្នកចំពោះការតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ហើយយើងជួបគ្នានៅវីដេអូក្រោយ